បាទចង់ឆ្លើយតបបងប្រុសម្នាក់គាត់បងប្រុសហើយគាត់ជាប្រហែលជាគ្រូពេទ្យទេណាគាត់ខមមិនថាលោកគ្រូខ្ញុំធ្លាប់ជួយគេចឹងដែរតែចុងក្រោយគេប្តឹងគាត់ឬក៏គេស្ដីបន្ទោសគាត់វិញបាទដោយសារឆ្នាំហ្នឹងវាធ្វើទុកបាទអញ្ចឹងខ្ញុំចង់ប្រាប់ថាចេះណាបាទបងអូនឲ្យយោបល់ល្អអរគុណហើយចង់ប្រាប់បងប្អូនយើងទាំងអស់គ្នាឲ្យដឹងថាឆ្នាំដែលប្រតិកម្មហើយធ្វើទុកដែលអាចដល់គ្រោះថ្នាក់ដល់ស្លាប់ហ្នឹងដោយសារយើងជួយមិនទាន់ហ្នឹងអាហ្នឹងភាគច្រើនគឺថ្នាំផ្សះណាហើយថ្នាំផ្សះហ្នឹងមានអីខ្លះអាថ្នាំផ្សះដែលនាំឲ្យប្រតិកម្មដែលគ្រោះថ្នាក់ដល់ស្លាប់ដែលគ្រូពេទ្យជួយទាន់ហ្នឹងទី1គឺមានពេនីស៊ីលីនណាចឹងអាពេនីស៊ីលីនហ្នឹងកាលណាមុនប្រើត្រូវធ្វើតេស្តវាណាជាពិសេសចាក់ក៏ត្រូវធ្វើតេស្តហើយអីទៀតអេកស្តង់ស៊ូលីនណាសេស្ទ្រីយ៉ាហ្សូននេះហ្នឹងក៏ប្រតិកម្មដែរហើយអញ្ចឹងមុនចាក់ហ្នឹងត្រូវធ្វើតេស្តវាផងហើយក្រៅពីថ្នាំផ្សះហ្នឹងមានអីទៀតណាក្រៅពីថ្នាំផ្សះហ្នឹងគឺមានថ្នាំស្ពឹកចាថ្នាំស្ពឹកដែលចាក់ទៅហ្នឹងក៏ប្រតិកម្មដែរអញ្ចឹងមុនចាក់គេត្រូវធ្វើតេស្តណាអាហ្នឹងគេហៅ shock anaphylactic ដូចគ្នាបើជួយទាន់រស់បើជួយមិនទាន់អាចស្លាប់បាទហើយមានអីទៀតមានវីតាមីនអាវីតាមីនខ្លះក៏ប្រតិកម្មដែរដែលជួយអត់ទាន់អាចស្លាប់ដូចគ្នាគឺវីតាមីន B1 ណាប្រភេទ B1 ហ្នឹងបើបារាំងគេហៅវីតាមីន B អងចាអាហ្នឹងក៏គ្រោះថ្នាក់ដែរណាអញ្ចឹងវីតាមីន B អងហ្នឹងកាលណាយើងប្រើត្រូវធ្វើតេស្តដែរណាជាពិសេសគឺពួកនារីចូលចាក់ថ្នាំកម្លាំងណា Becozim អា Becozim ហ្នឹងវាមានជាតិ B អងណាអញ្ចឹងមានជាតិ B អងកាលណាយើងប្រើទៅអាចគ្រោះថ្នាក់ណាដល់ស្លាប់បើយើងជួយអត់ទាន់អញ្ចឹងមុនប្រើត្រូវធ្វើតេស្តណាមកគ្នាធ្វើមុនចាក់ហ្នឹងធ្វើតេស្តទាំងគ្រូពេទ្យទាំងអីហ្នឹងត្រូវដឹងណាបាទហើយថ្នាំមួយទៀតដែលអាចប្រតិកម្មដែរពេលដែលយើងប្រើទៅគឺបាក់ទ្រីមឬកូទ្រីមណាចាអាហ្នឹងពេលប្រើក៏ធ្វើតេស្តដែរណាព្រោះហ្នឹងមិនធ្វើតេស្តអាហ្នឹងវាគ្រាប់បើគ្រាប់វាមិនដឹងធ្វើតេស្តថាម៉េចក៏ច្បាប់អីតិចហ្នឹងប៉ុន្តែវាពេលប្រតិកម្មហ្នឹងវាមិនភ្លាមទេអាកូទ្រីមបាក់ទ្រីមណាអាហ្នឹងវាឲ្យជាប់នេះជាប់បបេមាត់ជាប់ចុងច្រមុះឡើងខ្មៅទៅហ្នឹងវាអត់ធ្ងន់ធ្ងរទេប៉ុន្តែវាជាប់សាច់ណាជាប់ទៅហ្នឹងហើយមួយឆ្នាំ2ឆ្នាំបានបាត់ទៅវិញអាហ្នឹងចំពោះបាក់ទ្រីមកូទ្រីមណាបាទអញ្ចឹងមានថ្នាំផ្សះជាពិសេសឲ្យតែថ្នាំផ្សះយើងប្រយ័ត្នទៅហើយប្រយ័ត្នជាងគេគឺពេណាពេអេកស្តង់សេស្ទ្រីអានោះសាប្រតិកម្មហ្នឹងបាទហើយថ្នាំត្រជាក់ថ្នាំដែលចាក់ឲ្យត្រជាក់បាត់ក្តៅខ្លួនហ្នឹងគឺអាណាសាំងណាអាណាសាំងក៏ប្រតិកម្មដែរអញ្ចឹងក៏ប្រយ័ត្នណាពេលចាក់គេហ្នឹងហើយមានអ្នកខ្លះទៀតជួនកាលប៉ារ៉ាចាក់អាប៉ារ៉ាចាក់ហ្នឹងក៏ប្រតិកម្មដែរតែគេថាវាកម្រណាយូរមានមួយឯងអញ្ចឹងថ្នាំផ្សះថ្នាំផ្សះថ្នាំវីតាមីនថ្នាំបាត់ឈឺចាប់ហ្នឹងក៏ប្រតិកម្មដែរអញ្ចឹងខ្ញុំរៀបរាប់ខាងដើមហ្នឹងពេលមុនចាក់មុនប្រើត្រូវមានការប្រុងប្រយ័ត្នហើយគ្រូពេទ្យណាដែលមិនដឹងដាប់ហើយយកទៅអនុវត្តដល់ណាឲ្យមានការប្រុងប្រយ័ត្នបាទអញ្ចឹងសូមជូនព័ត៌មានដំណឹងណាអរគុណសូមជម្រាបលា